យុរដ្ឋមន្ត្រីថៃប្រពររដ្ឋឲ្យជឿជាក់លើរាជរដ្ឋាភិបាលនិងរក្សាភាពស្ងប់ស្ងាត់ជំវិញការកែសម្រួលកងទ័ពកម្ពុជានៅតំបន់មានជម្លោះប្រមិត្តទស្សនិកជនបន្ទាប់ពីមានភាពតានតឹងនៅសមរភូមិមុខនៃតំបន់បំបីឆោងបករវាងកងទ័ពកម្ពុជាកងទ័ពថៃពេលនេះប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាសម្រួលកងទ័ពនៅតំបន់មានជម្លោះនេះបើតាមការបញ្ជាក់ពីលោកស្រីផែថងឋានឈិនវណ្ណបានស្នើឲ្យប្រជាជនថៃជឿជាក់លើរាជរដ្ឋាភិបាលនិងរក្សាភាពស្ងប់ស្ងាត់កាលពីថ្ងៃទី8មិថុនាម្សិលមិញលោកស្រីនាយករដ្ឋមន្ត្រីបានបញ្ជាក់នៅលើគណនី Facebook ផ្ទាល់ខ្លួនជាភាសាថៃនិងបានប្រែសម្រួលជាខេមរៈភាសាថាការដោះស្រាយអំពីបញ្ហាស្ថានភាពនានាដែលបានកើតឡើងនៅព្រំដែនជាពិសេសទាំងកម្រិតរាជរដ្ឋាភិបាលក្រសួងការបរទេសយោធានិងស្ថាប័នពាក់ព័ន្ធទាំងអស់ធ្វើឲ្យការចរចាឈានទៅសម្រេចបាននូវស្ថិរភាពស្ងប់សុងរវាងកងទ័ពនៃប្រទេសទាំងពីរលោកស្រីផែថងឋានឈិនវណ្ណគូបញ្ជាក់យ៉ាងដូចនេះថាខ្ញុំបានពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជាមានការសន្និដ្ឋានលើការជះឥទ្ធិពលជាអវិជ្ជមានដល់ស្ថានភាពរួមទើបភាគីទាំងពីរបានជួបពិភាក្សាឯកភាពគ្នាក្នុងការកែសម្រួលកងកម្លាំងយោធានៅចំណុចមានជម្លោះលោកស្រីបន្តថាដើម្បីកាត់បន្ថយការប្រឈមមុខដាក់គ្នានិងការតភ្ជាប់កិច្ចសហប្រតិបត្តិការដោយប្រើយន្តការ JBC នៅថ្ងៃទី14ខែមិថុនាខាងមុខយើងបានជំរុញឲ្យមានកិច្ចពិភាក្សាគ្រប់កម្រិតទាំងអស់ដើម្បីធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរមានប្រក្រតីភាពឡើងវិញឲ្យបានឆាប់រហ័សបំផុតជាមួយគ្នាយើងក៏សូមស្នើឲ្យប្រជាពលរដ្ឋតាមដានស្ថានភាពនិងផ្ដល់ព័ត៌មានពិតពីរាជរដ្ឋាភិបាលនិងផ្ដល់ការលើកទឹកចិត្តដល់យើងឲ្យបន្តការងាររហូតទទួលបានជោគជ័យជាចុងក្រោយខ្ញុំសូមសំណូមពរដល់បងប្អូនជនរួមជាតិមេត្តារំសាយការព្រួយបារម្ភនិងជឿជាក់មកលើដំណោះស្រាយរបស់រាជរដ្ឋាភិបាលចំពោះបញ្ហានេះហើយយើងប្រកាសជានឹងមិនឲ្យមានឧបទ្ទហេតុណាមួយកើតឡើងធ្ងន់ធ្ងរនោះឡើយនេះជាការបញ្ជាក់របស់លោកស្រីនាយករដ្ឋមន្ត្រីថៃផែថងឋានឈិនវណ្ណដោយឡែកភាគីកម្ពុជាឯនេះវិញក៏មានការប្រកាសអំពីការកែសម្រួលកងទ័ពដែលកំពុងឈរជើងនៅតំបន់ព្រំដែនកម្ពុជាថៃដូចគ្នាដែរក្នុងនោះក្រសួងការពារជាតិកម្ពុជាបានប្រកាសប្រាប់សាធារណជនកាលពីថ្ងៃទី8ខែមិថុនាឆ្នាំ2025ថាយោធាកម្ពុជាថៃបានជួបគ្នានិងបានសម្រេចធ្វើការកែសម្រួលកម្លាំងទាហានទាំងសងខាងឲ្យត្រឡប់ចូលតំបន់ដែលសមស្របដើម្បីកាត់បន្ថយភាពតានតឹងនិងប្រឈមមុខគ្នាទៅតាមព្រំដែនសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាក៏បានបង្ហោះសារនៅលើគណនី Facebook របស់សម្ដេចភ្លាមផងដែរក្រោយក្រសួងការពារជាតិកម្ពុជាចេញសេចក្តីជូនដំណឹងបានប្រហែលជិត1ម៉ោងក្រោយបងសម្ដេចតេជោហ៊ុនសែនបញ្ជាក់ថាការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រស់ស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជាថៃដើម្បីបញ្ជានៅការប៉ះទង្គិចបង្ហូរឈាមត្រង់ទ្រាយធំគឺជារឿងចាំបាច់សម្ដេចតេជោគូបញ្ជាក់បន្ថែមថាប្រជាជននៃប្រទេសទាំងពីរកម្ពុជាថៃពិតជាចង់មានសន្តិភាពជាបន្តនិងមិនចង់ឃើញនៅសង្គ្រាមនោះឡើយការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកម្រិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះសូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជាសង្គ្រាមបង្ហូរឈាមនិងដើម្បីមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងងាកមកក្រសួងការពារជាតិឯនេះវិញនៅព្រឹកថ្ងៃច័ន្ទទី9ខែមិថុនានេះបានចេញសេចក្តីប្រកាសព័ត៌មានមួយបន្ថែមទៀតជុំវិញការលេចចេញនៅព័ត៌មានមិនពិតលើបណ្ដាញផ្សព្វផ្សាយសង្គមមួយចំនួនពីភាគីថៃនិងកម្ពុជាដែលអាចនាំឲ្យមានការបញ្ឆេះកំហឹងជាតិសាសន៍ក្រសួងការពារជាតិបញ្ជាក់ថាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថាក្នុងរយៈពេលប្រមាណថ្ងៃកន្លងទៅនេះមានស្ថាប័នសារព័ត៌មានថៃនិងបណ្ដាញសង្គមក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឲ្យមានការយល់ច្រឡំដែលអាចបញ្ឆេះកំហឹងជាតិសាសន៍និងរុញច្រានឲ្យស្ថានភាពរឹតតែតានតឹងក្នុងន័យនេះក្រសួងការពារជាតិសូមអំពាវនាវឲ្យបងប្អូនជនរួមជាតិទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ជាពិសេសការជូនព័ត៌មានដោយរាជរដ្ឋាភិបាលពីក្រសួងការពារជាតិនៃប្រទេសទាំងពីរដែលជាប្រភពព័ត៌មានផ្លូវការពិតនិងត្រឹមត្រូវជឿទុកចិត្តបានដើម្បីរក្សាសន្តិភាពមិត្តភាពល្អនិងបញ្ជាសង្គ្រាមជាយថាហេតុ